បងនៅកំពង់សោមមានដឹងថាឆ្នេរកោះពស់គេបើកឲ្យចូលលេងខ្ញុំហើយនឹងអាហ្វុងគ្រាន់តែលឺសូនចេះប្រូចទៅទាំងកណ្ដាលថ្ងៃត្រង់ហ្មងពួកអីអត់ហ៊ានចាំយូរទេដោយសារតែស្ពានកោះពស់ហ្នឹងគេកម្របើកឲ្យចូលមែនតើតែសាច់ខ្ញុំមកនៅកំពង់សោមឡើង6 7ឆ្នាំអីគេអត់ដែលបើកឲ្យចូលទេទាំងច្រើនណាគ្រាន់តែឲ្យឆ្លងកាត់លើស្ពានទេតែលើកនេះគេបើកឲ្យចូលដល់ឆ្នេរខាងក្នុងហ្មងគ្រាន់តែឃើញបងប្អូនគាត់ផុសតគ្នាហ្នឹងខ្ញុំអត់មានចាំយូរគឺថាវឹងហៀបអវ៉ាន់ទៅភ្លាមជិះមកដល់កន្លែងភ្នំស្វានេះឃើញគាត់លក់កាហ្វេតាមផ្លូវតំណងគាត់ទិញដាក់មួយកែវសិនតែមានអីកាហ្វេគេឆ្ងាញ់ទេតាបងដែលមកលេងមកដុំហ្នឹងកុំភ្លេចជួយទិញកាហ្វេពួកគាត់ញ៉ាំផងនិយាយពីរឿងស្ពានកោះពស់ហ្នឹងខ្ញុំធ្លាប់ទៅម្ដងហើយតែធម្មតាដើរចូលលើស្ពានហ្នឹងឲ្យបានថតរូបអបោះពីរប៉ុហើយលើកនេះគឺជិះឡានឆ្លងកាត់ចេះបងអើយនិយាយពីមើលឃើញទីក្រុងកំពង់សោមហ្នឹងឡើងច្បាស់ចាយហ្មងមានអារម្មណ៍ថាឡើងជិះលើស្ពានសៀវខ្លាំងបងអើយដោយសារតែស្ពានខ្ពស់ហ៎ហើយអានេះចូលមកដល់ក្នុងកោះហ្នឹងគឺមានព្រៃស្អាតខ្លាំងមែនតើហើយឥឡូវខ្ញុំបានមកដល់ហើយណាបងនេះអាហ្វុងសុំរំមួយសិនតែបើយើងចង់ parking អីបងគេឆាយទៅតាមនឹងដូចដាក់តម្លៃនៅលើនឹងចឹងហើយលោកបងមានបំណងចង់ទៅអីអាចមើលវីដេអូខ្ញុំសិនបានខ្ញុំចូលមកដល់ក្នុងនឹងហើយបងមានអារម្មណ៍ថាប្លែកដែរតើដោយសារតែខ្ញុំធ្លាប់ទៅតែបែបឆ្នេរអូត្រេសឆ្នេរអូចាទៀលអីចឹងប្រៀបធៀបខ្សាច់ឆ្នេរវិញណានៅអូចាទៀលស្អាតជាងដោយសាររៀងសអានេះវាអត់សូវសឯងបងតែគ្រាន់តែវាមានទីធ្លាធំណាប្លែកត្រង់ថាកន្លែងជីចូលមកឆ្នេរនឹងវាស្អាតមានដើមឈើមានអីហើយមើលឃើញកោះមើលឃើញអីចឹងតែនិយាយទៅមួយយ៉ាងម្នាក់បងដោយសារតែមេក្តៅពេកអញ្ចឹងម៉ាមីហើយអាហ្វុងទ្រាំអត់បានទេពួកយើងមកមើលឆ្នេរបានតែប៉ុណ្្នឹងក៏រៀបចំត្រឡប់ទៅផ្ទះវិញដោយសារតែមេក្តៅពេកហើយកូនខ្ញុំគាត់មុខឡើងក្រហមអស់ហើយដល់ផ្ទះភ្លាមអីដែលអូនហ្វុងទាមុនគេគឺញ៉ាំទឹកដោះគោដូចមេឃដូចក្រូនឹងមូលហេតុដែលម៉ាមីជ្រើសរើសទឹកដោះគោដូចមេឃដូចក្រូនេះអូនញ៉ាំសារតែទឹកដោះគោនេះគឺជំនួយសុខភាពដល់កូនខ្លាំងមែនតើពិសេសគឺការអភិវឌ្ឍខួរក្បាលនឹងហ្មងឲ្យអូនហ្វុងឥឡូវមួយថ្ងៃកាន់តែឆ្លាតទៅហើយបងអើយបង្រៀនអក្សរការនិយាយស្ដីអីឆាប់ចាប់បានខ្លាំងមែនតើមិនថាម៉ាក់អើយឲ្យតែជ្រើសរើសទឹកដោះគោឲ្យកូនញ៉ាំត្រូវគឺបានកូនឆ្លាតដូចស្រីហ្វុងអញ្ចឹង